ฉันให้មកជួយឆ្ងាញ់បន្លែប៉ុណ្ណឹងមកចេញហាមាត់មកខ្ញុំបញ្ចុកថ្ងៃនេះដែរខ្ញុំចំហុយប្រហុកពងទាបងប្អូនអញ្ចឹងគ្រឿងផ្សំខ្ញុំតែប៉ុណ្្នឹងអំបិលប៊ីចេងពងមាន់សាច់ជ្រូកប្រហុកហើយនឹងខ្ទឹមសខ្ញុំចូលចិត្តខ្ទឹមសច្រើនបងប្អូនខ្ញុំអត់តែធ្វើប្រហុកកាច្រាមអត់តែពាក់ព័ន្ធមួយសាច់ចិញ្ច្រាំខ្ញុំអត់ចូលចិត្តទិញស្រាប់យកមកបើខ្ញុំមានពេលគឺខ្ញុំយកកាច្រាមខ្លួនឯងអញ្ចឹងកាច្រាមមានចិត្តម៉ត់ខ្ញុំដាក់ខ្ទឹមកាច្រាមកាច្រាមជាមួយគ្នានេះខ្ញុំកាច្រាមបងប្អូនកាច្រាមលាយជាមួយនឹងខ្ទឹមសកាច្រាមម៉ត់ប៉ុណ្្នឹងខ្ញុំអត់ឲ្យម៉ត់ខ្លាំងខ្ញុំអត់ចូលចិត្តសាច់ជ្រូកម៉ត់ខ្លាំងទេបងប្អូននេះប្រហុកនៅសពប៉ុណ្្នឹងមិនរងដាក់មកស្ពៃណាដល់ពេលមើលទៅរៀងស្ទើតាមពិតប្រហុកនេះវាអត់សូវស្អុយខ្លាំងទេព្រោះប្រហុកនេះប្រហុកឆ្អិនណាហើយមូលហេតុខ្ញុំអត់ដាក់ស្ករគឺប្រហុកដែលគាត់ធ្វើហ្នឹងគឺគាត់មានអានេះប្រហុកគាត់ធ្វើទឹកត្រីអញ្ចឹងគាត់មានអំពៅមានម្នាស់ហើយអញ្ចឹងទៅវាផ្អែមឡំអញ្ចឹងយើងមិនបាច់ប្រើស្ករទេហើយខ្ញុំប្រើពងមាន់2គ្រាប់ខ្ញុំលាយគ្រឿងតាមក្រោយអញ្ចឹងបងប្អូនពងមាន់2គ្រាប់ហ្នឹងមកទុកអាប៉សក្រហមមកគ្រាប់ទុកលាបតាមក្រោយហើយនេះប៊ីចេងដាក់បន្តិចទេដាក់ឲ្យមានជាតិប៊ីចេងហ្នឹងជីទូទៅខ្ញុំមិនដែរអត់សូវញ៉ាំឯប៊ីចេងខ្ញុំញ៉ាំតាមម្ហូបខ្មែរណាដែលចាំបាច់ទៅប្រើអញ្ចឹងណាអំបិលបន្តិចទៅព្រោះដោយសារប្រហុកហ្នឹងអត់ប្រៃទេបន្ទាប់មកខ្ញុំច្បល់វាចូលគ្នាច្បល់វាឲ្យសព្វព្រោះអាប្រហុកហ្នឹងវាស្អិតណាអាប្រហុកឆ្អិនហ្នឹងវាស្អិតព្រោះវាម៉ត់ខ្លាំងម៉ត់ដូចម្សៅអញ្ចឹងស្រួលណាបងប្អូនប្រហុកហ្នឹងទិញប្រហុកហ្នឹងមកគឺត្រូវចិត្តហ្មងអត់ថ្លៃទេគាត់លក់1គីឡូតែ10000ហ្នឹងខ្ញុំប្រើបានយូរយូរមែនតើអូនហើយសារនេះខ្ញុំមានទាំងម្ទេសទាំងស្លឹកខ្ទឹមកុំឲ្យខ្វះដូចសាមុននេះពងមាន់ទុកលាបពីលើដាំទឹកឆ្នាំងដាក់ដាំឆ្នាំងឲ្យពុះហើយយើងដាក់ប្រហុកយើងចូលចំហុយបងប្អូនខ្ញុំចំហុយប្រហែលជា25នាទីបាទខ្ញុំដាក់ពងមាន់ចូល5នាទីទៀតរួចជាការស្រេចប្រហុកខ្ញុំនេះបងប្អូនដល់វាដាក់ពងមាន់ក្រហមនេះពងមាន់ទុកតែ1គ្រាប់រៀងស្ទើបើបាន2គ្រាប់ល្មមឆ្អិនហើយបងប្អូនប្រហុកចំហុយសាច់ជ្រូកចិញ្ច្រាំអូនេះស្បែកវាស្បែកជ្រូកនៅស្រុកនេះបើយកមកធ្វើម្ហូបស្វិតណាតែបើមកចំហុយមួយពងចេះអូអុយល្អមើលកូនខ្ញុំមកសម័យវាចូលចក្រានគឺវាកោម្ដងឆ្អិនហើយមកជួយឆ្ងាញ់បន្លែប៉ុណ្ណឹងមកនេះសំខាន់មានអានេះសពីលបោខ្ញុំទៅចុកចេញហាមាត់មកខ្ញុំបញ្ចុកឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់ណាស់ដាក់ម្ទេសមួយហ្មងនេះម្ទេសខៀវនេះម្ទេសក្រហមឆ្ងាញ់ណាស់ស្រួយឈ្ងុយលេងបាយពីឆ្នាំងខ្ញុំញ៉ាំតែឯងបងប្អូនអើយនិយាយតែឆ្ងាញ់បាយពីចាននេះណែបាយអស់ពីឆ្នាំងហ្មងណែមកចានគោមញ៉ាំអស់ឡើងមកជាហៀងធំប្តីខ្ញុំក៏ឆ្ងាញ់ការីបាយពីចានដែរប្តីការីប្រពន្ធប្រហុកចំហុយដែរជាតិសាហាវឆ្ងាញ់